ចង់ឆ្លកកញ្ចប់ព្រោះមុខអាក្រក់មិនស្អាតដូចគេចំណេះខ្ញុំមិនសូវមានតែជំនាញធ្វើកាន់ជាគេរូបខ្ញុំជាកូនអ្នកក្រគេមិនចង់រាប់អានខ្ញុំនោះទេចាំបាច់ឬអាងធ្វើអីបើរូបខ្ញុំជាកូនអ្នកក្រចាំបាច់ឬអាងធ្វើអីបើខ្ញុំមិនមានការងារល្អជីវិតខ្ញុំមួយនេះខ្ញុំមិនដែលតូចចិត្តខ្លួនឯងទេទោះបីជាខ្ញុំកើតមកគ្រួសារក្រមិនមានដូចជារូបគេខ្ញុំសុំចិត្តកុំរឿងអាងកុំមើងងាយខ្ញុំតើបានទេខ្ញុំកើតជាកូនអ្នកក្រតែរូបខ្ញុំក្រពិតមានន័យខ្ញុំមិនដែលទៅបំពានលើអ្នកណាអ្នកដទៃខ្ញុំមិនដែលធ្វើអ្វីដែលសង្គមមិនត្រូវការអីជីវិតខ្ញុំត្រូវរៀនរស់ខ្ញុំរៀនរស់ឲ្យមានតម្លៃខ្ញុំក្រខ្ញុំស៊ូខ្ញុំទ្រាំខ្ញុំខំតែជីវិតខ្ញុំវាមិនទាន់មានផ្លែផ្កាស៊ូយ៉ាងណាក៏នៅតែកាន់ជាគេជីវិតខ្ញុំសែនលំបាកម្លេះទេទ្រាំស៊ូខ្ញុំទ្រាំអត់ខ្ញុំទ្រាំហត់នឹងជីវិតតែខ្ញុំមិនរៀថយទេជីវិតអើយពិតជាមានន័យទួងកើតមកចំគ្រួសារក្រក្រៃប៉ាតែងប្រាប់ថាកូនឲ្យខំប្រឹងបើស្រឡាញ់អីធ្វើនឹងកុំស្ដាប់សម្ដីគេកូនកុំតូចចិត្តរាល់សម្ដីគេមើងងាយបានទេឲ្យប៉ាសុំទោសដែលធ្វើឲ្យកូនលំបាកជាមួយប៉ាតែកូនប្រាប់ប៉ាវិញថាប៉ាគឺជា Superstar ប៉ាគឺជាវីរៈបុរសសម្រាប់កូនប្រុសម្នាក់នេះណាប៉ាគឺជាមនុស្សម្នាក់ដែលមានមហាចិត្តតាប៉ាគឺជាបុរសម្នាក់ដែលស្រឡាញ់ប្រពន្ធកូនគ្រួសារលោកប៉ាមិនដែលឲ្យកូនប្រពន្ធហូរទឹកនេត្រាប៉ាគិតតែពីខំប្រឹងធ្វើការយកលុយឲ្យកូនចូលសាលាលោកប៉ាអើយលោកប៉ាលំបាកខ្លាំងហើយណាលោកប៉ាអើយលោកប៉ាពិតជាហត់នឿយខ្លាំងហើយណាប៉ាខំចិញ្ចឹមតាំងពីកូននៅកូម៉ាឥឡូវកូនចង់សងគុណប៉ាកូននឹងធ្វើគ្រប់យ៉ាងគឺដើម្បីប៉ាកូនមិនចង់ឲ្យគេមើងងាយថាកូនប្រុសមិនបានការខ្ញុំត្រឹមជាក្មេងរោងចាំងមិនមានឋានៈយូរសាដូចគេគ្មាននាងឲ្យតម្លៃខ្ញុំទេខំយ៉ាងណាក៏នៅតែជាងគេជីវិតខ្ញុំពេលនេះរសាន់ដូចជាផ្សែងអង្គុយសម្រក់ទឹកភ្នែកម្នាក់ឯងសែនចំបែងញ៉ៃកាស្រឡាញ់គ្នារាប់ឆ្នាំតែប្រវត្តិណាគ្រួសារឲ្យខ្ញុំឈឺបងមិនអាចខ្វះរូបអូនបានទេបងស្រឡាញ់អូនខ្លាំងណាស់មាមេតែម្ដាយអូនមិនប្រណីទេគាត់ដៀលបងថាបងអ្នកក្របងធ្វើកាញ់ជាងគេឈឺខ្លាំងបំផុតស្នេហ៍ជូរចត់ជួបតែបញ្ហាយើងស្រឡាញ់គ្នាមិនដែលហូរទឹកនេត្រាតែត្រូវឈឺផ្សាព្រោះគ្រួសារបំបែកបេះដូងខ្ញុំឈឺដូចគេចាក់ភ្នែកខ្ញុំងងឹតដោយមនុស្សខ្វាក់ទឹកភ្នែកខ្ញុំហូរឡើងសស្រាក់បេះដូងខ្ទេចខ្ទាំឡើងខ្ទេចប៉ុន្តែខ្ញុំមិនចង់រត់គេចពីស្នេហាព្រោះខ្ញុំស្រឡាញ់កូនស្រីអ៊ំខ្ញុំនេះជាមនុស្សស្មោះត្រង់មិនបែងគំនិតទៅណាស្រឡាញ់អូនបងស្រឡាញ់អូនបងហ៊ានលះបង់ដើម្បីថ្លៃទោះបីជីវិតបងនេះខ្សែក៏បងនេះមិនទៅណាបងស៊ូអងវងម្ដាយអូនឲ្យគាត់មានក្តីមេត្តាកំបំបែកបំបាក់ស្នេហានេះអីសូមចិនអម
ផ្ដល់ក្តីមេត្តាឲ្យស្នេហាពូងខ្ញុំនេះផងកុំឲ្យពូខ្ញុំខងពីក្តីបំណងដែលពូខ្ញុំបងដែលពូខ្ញុំប្រាថ្នាមិនអាចខ្វះរូបអូនបានទេបងស្រឡាញ់អូនខ្លាំងណាស់មាមេតែម្ដាយអូនមិនប្រណីទេគាត់ដៀលបងថាបងអ្នកក្របងធ្វើកាញ់ជាងគេឈឺខ្លាំងបំផុតស្នេហ៍ជូរចត់ជួបតែបញ្ហាយើងស្រឡាញ់គ្នាមិនដែលហូរទឹកនេត្រាតែត្រូវឈឺផ្សាព្រោះគ្រួសារបំបែបេះដូងខ្ញុំឈឺដូចគេចាក់ភ្នែកខ្ញុំងងឹតដោយមនុស្សខ្វាក់ទឹកភ្នែកខ្ញុំហូរឡើងសស្រាក់បេះដូងខ្ទេចខ្ទាំឡើងខ្ទេចប៉ុន្តែខ្ញុំមិនចង់រត់គេចពីស្នេហាព្រោះខ្ញុំស្រឡាញ់កូនស្រីអ៊ំខ្ញុំនេះជាមនុស្សស្មោះត្រង់មិនបែកគំនិតទៅណាស្រឡាញ់អូនបងស្រឡាញ់អូនបងហ៊ានលះបង់ដើម្បីថ្លៃទោះបីជីវិតបងនេះខ្សែក៏បងនេះមិនទៅណាបងស៊ូអងផងម្ដាយអូនឲ្យគាត់មានក្តីមេត្តាកំបំបែកបំបាក់ស្នេហានេះអីអូនកំចង់នៅក្បែរអូនកំចង់ថែរូបបងនេះបន្តបងមិនអាចមើលថែរូបអូនឲ្យល្អព្រោះតែបងនេះជាមនុស្សចំសៀនមិនស្មោះសរអូនគូចាចេញពីបងទៅមាសមេគុំនៅស្រណោះអាឡ័យរូបបងបានទេបងជាមនុស្សម្នាក់ដែលអកែចាចេញពីបងទៅណាអូនមិនខ្វះទេអ្នកថាបងសុកចិត្តឈឺចាប់បងសុកចិត្តឈឺដូចគេកាប់បងសុកចិត្តឈឺដូចគេយកកំបិតមកចាប់កចាចេញពីបងទៅអនាគតអូននឹងល្អអូននៅក្បែរបងមានតែឈឺចាប់បន្តបងមិនចង់ឃើញអូនយំទេបងមិនស្មងអូននោះទេបងមិនល្អដូចប្រងគេចាចេញទៅណាបើមានស្នេហ៍គេអាចមើលថែអូនរហូតដល់ចាស់បងគិតបងនេះសែនខ្មាំងបងឈឺចាប់ណាស់មៀងមេបងមិនចង់ចាចេញតែបងត្រូវតែចេញពីជីវិតកុំនៅងាយរេកុំអាឡ័យបងបានទេបងចាចេញពីបងទៅអនាគតអូននឹងល្អបងខូចហើយថែមទាំងរូបបងក្រកុំបន្តត្រូវគិតណាអនាគតអូនថ្ងៃមុខណាមានមេ
រ៉េបពីក្មេងសំណងខ្ញុំមិនចង់ព្រោះនឹកដល់ប៉ារ៉េបពីក្មេងសំណងធ្វើឲ្យខ្ញុំហូរទឹកនេត្រាប៉ាខ្ញុំធ្វើសំណងតាំងពីខ្ញុំនៅកូម៉ាប៉ាខ្ញុំធ្វើសំណងយកលុយឲ្យខ្ញុំសិក្សាប៉ាខ្ញុំធ្វើសំណងយកលុយមកប្រគងគ្រួសារលោកប៉ាតែងតែប្រាប់កូនប្រុសថាកូនអើយកូនប្រុសកូនខំប្រឹងសិក្សាកុំឲ្យធំឡើងល្ងងដូចជាលោកប៉ាសំដីលោកប៉ាប្រាំធ្វើឲ្យកូនហូរទឹកនេត្រាឈឺចិត្តឈឺចាប់ព្រោះមិនបានជួយធ្វើការជំនួងប៉ាជំនួងប៉ាលោកប៉ាប៉ាខ្ញុំធ្វើសំណងគាត់ហូបបាយច្រថងគាត់ខំលីស៊ីម៉ងដើម្បីយកលុយឲ្យកូននេះចូលសាលាមិនចង់ឲ្យតថ្ងៃមុងកូនឡើងងងដូចជាលោកប៉ាគាត់រៀនរស់រៀនកិននេះប្រាគំនិតនេះសាមញ្ញខំប្រឹងតស៊ូរាល់ថ្ងៃដើម្បីមនុស្សជាទីស្រឡាញ់លោកប៉ាគឺជាវីរៈបុរសសម្រាប់កូនប្រុសម្នាក់នេះណាបើគ្មានលោកប៉ាជីវិតកូនក៏គ្មានន័យប៉ុន្តែកូនមានលោកប៉ាគឺជាវីរៈបុរសខ្លាំងក្នុងចិត្តកូនប៉ារ៉េបពីក្មេងសំណងខ្ញុំមិនចង់ព្រោះនឹកដល់ប៉ារ៉េបពីក្មេងសំណងធ្វើឲ្យខ្ញុំហូរទឹកនេត្រាប៉ាខ្ញុំធ្វើសំណងតាំងពីខ្ញុំនៅកូម៉ាប៉ាខ្ញុំធ្វើសំណងយកលុយឲ្យខ្ញុំសិក្សាប៉ាខ្ញុំធ្វើសំណងយកលុយមកប្រគងគ្រួសារលោកប៉ាតែងតែប្រាប់កូនប្រុសថាកូនអើយកូនប្រុសកូនខំប្រឹងសិក្សាកុំឲ្យធំឡើងល្ងងដូចជាលោកប៉ាសំដីលោកប៉ាប្រាំធ្វើឲ្យកូនហូរទឹកនេត្រាឈឺចិត្តឈឺចាប់ព្រោះមិនបានជួយធ្វើការជំនួងប៉ាជំនួងប៉ាលោកប៉ាប៉ាខ្ញុំធ្វើសំណងគាត់ហូបបាយច្រថងគាត់ខំលីស៊ីម៉ងដើម្បីយកលុយឲ្យកូននេះចូលសាលាមិនចង់ឲ្យតថ្ងៃមុងកូនឡើងងងដូចជាលោកប៉ាគាត់រៀនរស់រៀនកិននេះប្រាគំនិតនេះសាមញ្ញខំប្រឹងតស៊ូរាល់ថ្ងៃដើម្បីមនុស្សជាទីស្រឡាញ់លោកប៉ាគឺជាវីរៈបុរសសម្រាប់កូនប្រុសម្នាក់នេះណាបើគ្មានលោកប៉ាជីវិតកូនក៏គ្មានន័យប៉ុន្តែកូនមានលោកប៉ាគឺជាវីរៈបុរសខ្លាំងក្នុងចិត្តកូនប៉ាប្តីប្រពន្ធមិនមែនមួយថ្ងៃទេណាបងស្រឡាញ់ស្រីស្រឡាញ់អពីចិនដាពេលនេះប្រពន្ធបងមានបែប៊ីហើយណាចិនដថ្ងៃកើតមួយថ្ងៃពីរថ្ងៃបងមានកូនស្រីហើយបងប៉ាព្រោះតែកណ្ដាលក៏បងសប្បាយចិនដែរជីវ៉ាព្រោះតែរូបប្តីជាអ្នកក្រមិនលយមិនហឺហាមានប្រពន្ធបងម្នាក់ដែលសាមញ្ញធម្មតាអូនស្រឡាញ់ប្តីមិនដែរឬអើងទេណាទោះបីជាប្តីអ្នកក្រគ្មានឡានគ្មានផ្ទះវីឡាតែអូនតែលើទឹកចិត្តហើយអូនតែងតែប្រាំបងថាបងអើយខំតស៊ូដើម្បីគ្រួសារពេលដែលមេឃភ្លៀងបេះដូងបងរងានឹកដល់ប្រពន្ធបងធ្លាប់នៅក្បែរគ្នាពេលនេះបងឆ្ងាយពីអូនក៏ព្រោះតែការងារបងត្រូវតស៊ូដើម្បីយកប្រាក់កម្រៃជីវិតបងតែង
ប្រាថ្នាបើសិនប្តីមានដុល្លារដូចជារូបគេមិនឲ្យប្រពន្ធកូនបងអូនលំបាំងនោះទេអរគុណមាសមេដែលអូរងចាំផ្លូវបងជីវិតបងតែងតែគិតបើសិនគ្មានរូបមិនបងរស់មិនបានទេព្រោះអីនារីលើលោកមានតែប្រពន្ធបងល្អជាងគេអរគុណមាសមេដែលអូរងចាំផ្លូវប្តីអូប្រពន្ធដ៏សែនកំសត់ទោះបីជាប្តីអន់ក៏អូននៅឈងស្រវាប្រពន្ធកូនអើយកុំតូចចិត្តនឹងវាសនាធ្វើមិនដេចព្រមលាខិនចាឲ្យអូនបានរូបបងសូមសន្យាតទៅថ្ងៃមុខមិនឲ្យប្រពន្ធកូនបងឯកាបងស៊ូលៀងបងតស៊ូដើម្បីគ្រួសារមិនឲ្យជីវ៉ាឯកាដូចថ្ងៃនេះទេអូនកុំស៊ូទ្រាំអូនកុំចង់នៅក្បែរអូនកុំចង់ថែរូបបងនេះបន្តបងមិនអាចមើលថែរូបអូនឲ្យល្អព្រោះតែបងនេះជាមនុស្សចំសៀនមិនស្មោះសរអូនគូចាចេញពីបងទៅមាសមេកុំនៅស្រណោះអាឡ័យរូបបងបានទេបងជាមនុស្សម្នាក់ដែលអកែចាចេញពីបងទៅណាអូនមិនខ្វះទេអ្នកថាបងសុកចិត្តឈឺចាប់បងសុកចិត្តឈឺដូចគេកាប់បងសុកចិត្តឈឺដូចគេយកកំបិតមកចាប់កចាចេញពីបងទៅអនាគតអូននឹងល្អអូននៅក្បែរបងមានតែឈឺចាប់បន្តបងមិនចង់ឃើញអូនយំទេបងមិនស្មងអូននោះទេបងមិនល្អដូចប្រងគេចាចេញទៅណាបើមានស្នេហ៍គេអាចមើលថែអូនរហូតដល់ចាស់បងគិនបងនេះសែនខ្មាំងបងឈឺចាប់ណាស់ញៀងមេបងមិនចង់ចាចេញតែបងត្រូវតែចេញពីជីវិតចិត្តអូនកុំនៅងាយរេកុំអាឡ័យបងបានទេបងចាចេញពីបងទៅអនាគតអូននឹងល្អបងខូចហើយថែមទាំងរូបបងក្រកុំបន្តត្រូវគិតអនាគតអូនថ្ងៃមុខណាមាសមេ
ខ្ញុំឡើងមកភ្នំពេញចិត្តទន្ទិញតើបានអីស៊ីលុយមានតែ 50000 ទុកចេញថ្លៃតាស៊ីដើររកការងារធ្វើគេថាអាភ្លើកុំស៊ូអ៊ីខ្ញុំបានការងារធ្វើការរោងចក្រខ្ញុំខំប្រឹងផងខ្ញុំខំប្រឹងដេកខំប្រឹងជុំម៉ាស៊ីនឡើងហូរញើសឡើងបែកផ្កាអំបិលនៅតែមេជេមេឌៀលថាខ្ញុំនេះខ្ជិលធ្វើការកញ្ជះគេលួត្រាចិត្តធ្ងន់ដូចអ្នកសំសិលបើមិនដូចឆ្នេះច្បាស់ជាលិតអំបិលបើកប្រាក់ខែបានត្រឹម300ទៅ200គេជេរខ្ញុំតាំងពីថ្ងៃច័ន្ទរហូតទៅដល់ថ្ងៃសៅរ៍គេជេរខ្ញុំឡើងស៊ាំកាច់ចៅខ្ញុំធ្វើការនៅម្ដុំចំចៅគេជាមេគេធ្វើអីក៏ត្រូវខំយកមុខចិនតិចទៀតទៅចិនមកងុំតែខ្មែរគ្នាឯងនោះទេអ្នកខ្លះនោះគិតតែពីជេរអត់ស្ដាប់ហេតុផលកូនចៅទេអាងខ្លួនឯងនេះគឺជាមេអូយអត់យល់ពីអ្នកឯងនេះទេធ្វើការកញ្ជះគេដូចតែគ្នាទេហេតុអ្វីក៏មិនយល់ថាយើងជាកញ្ជះគេយើងគឺជាខ្មែរមិនដេចអ្នកខ្លះយកមុខអីសែនតាប៉ែយេហេអ្នកខ្លះវិញអាងខ្លួនឯងធំអ្នកខ្លះវិញអាងខ្លួនជាមេអត់ដែលស្ដាប់ហេតុផលគុណចៅនោះទេឬគិតថាគេមិនដល់អ្នកឯងមែនទេហេឬក៏គិតថាគេមិនដល់អ្នកឯងមែនដែរទេតើអ្នកយល់ពីតម្លៃការងារកញ្ជះគេដែរឬទេអ្នកត្រូវតែយកគូមកគិតអ្នកត្រូវតែយកគូមកគិតជីវិតមានមួយដូចគ្នាអ្នកមានក៏នៅដើរលើដីអ្នកក្រវិញក៏នៅដើរលើដីជីវិតមានមួយមិនជីវិតមាន3កាលពីមុនអ្នកដែលចាំទេកាលពីមុនអ្នកក៏ធ្វើការកូនចៅគេហេតុអ្វីបានធំអ្នកឆាប់ភ្លេចកំណើតដើមខ្លួនឯងម្លេះទេហេតុអ្វីអ្នកមិនស្ដាប់ហេតុផលគេឬក៏ចេះបានតែជេរគ្មានអ្នកណាកើតមកចេះគ្រប់10ទេគ្មានអ្នកណាកើតមកមិនចេះខុសនោះទេឬអ្នកឯងក៏បានចេះតែជេរមួយ flow នេះផ្ញើជូនទៅពូអាមេមីមេដែលវាចេះតែជេរអត់ស្ដាប់ហេតុផលកូនចៅនោះទេខ្ញុំនេះថាមិនឌីសនោះទេតែក៏មានមេខ្លះក៏ល្អតែភាគច្រើនសម្បូរតែពូអាតែមីស្គរវានិយាយយកតែល្អខ្លួនឯងនោះទេខ្មៅវាឃើញតែសល្អវាឃើញតែអាក្រក់ខួរក្បាលពូវាពុពេញទៅដោយរឿងកខ្វក់វាចូលចិត្តតែនិយាយពាក្យកុហកចិននិយាយតែ10វាបកស្រាយទៅ20វិជេកម្មកកូនចៅឯមិនប្រណីនេះហើយជីវិតកញ្ជះគេទើបអ្នកយល់ពីសេចក្តីអារម្មណ៍ឈឺចាប់វាមិនអាចនឹងកាត់ថ្លៃបើខ្ញុំមិនបានខុសឲ្យខ្ញុំខុសខ្ញុំមិនទទួលយកទេវ័យឲ្យយល់ពីអត្តន័យថាកញ្ជះគេវាឈឺចាប់ប៉ុណ្ណាអីខ្ញុំឡើងមកភ្នំពេញចិត្តទន្ទិញតើបានអីស៊ីលុយមានតែ 50000 ទុកចេញថ្លៃតាស៊ីដើររកការងារធ្វើគេថាអាភ្លើកុំស៊ូអ៊ីខ្ញុំបានការងារធ្វើការរោងចក្រខ្ញុំខំប្រឹងផងខ្ញុំខំប្រឹងដេកខំប្រឹងជុំម៉ាស៊ីនឡើងហូរញើសឡើងបែកផ្កាអំបិលនៅតែមេជេមេឌៀលថាខ្ញុំនេះខ្ជិលធ្វើការកញ្ជះគេលួត្រាចិត្តធ្ងន់ដូចអ្នកសំសិលបើមិនដូចឆ្នេះច្បាស់ជាលិតអំបិលបើកប្រាក់ខែបានត្រឹម300ទៅ200គេជេរខ្ញុំតាំងពីថ្ងៃច័ន្ទរហូតទៅដល់ថ្ងៃសៅរ៍គេជេរខ្ញុំឡើងស៊ាំកាច់ចៅខ្ញុំធ្វើការនៅម្ដុំចំចៅគេជាមេគេធ្វើអីក៏ត្រូវខំយកមុខចិនតិចទៀតទៅចិនមកងុំតែខ្មែរគ្នាឯងនោះទេអ្នកខ្លះនោះគិតតែពីជេរអត់ស្ដាប់ហេតុផលកូនចៅទេអាងខ្លួនឯងនេះគឺជាមេអូយអត់យល់ពីអ្នកឯងនេះទេធ្វើការកញ្ជះគេដូចតែគ្នាទេហេតុអ្វីក៏មិនយល់ថាយើងជាកញ្ជះគេយើងគឺជាខ្មែរមិនដេចអ្នកខ្លះយកមុខអីសែនតាប៉ែ